copy son đọc 7 đọc 4 đọc 5 đọc 6 bà click số 4 bà copy son đọc 2đọc 1នៅក្នុងកែបអាលៀននេះណាបាទតែបើ13 14បាទទៅដល់16នៅខាងមុខណាបាទអាលៀននេះមានតួនាទីសម្រាប់អីបាទមកយកដឹងទាំងអស់គ្នាបងប្អូនសម្រាប់អាលៀជើង4ឬក៏អាលៀចែកចាយភ្លើងមានតួនាទីសម្រាប់គុតគង់បាទភ្លើងឡើងមកកំណាត់មុខបងប្អូនដូចជាបាទធ្វើការដេចាប់ហ្វ្រាំងសញ្ញោភ្លើងតាប្លូបាទ multiplay ណាបាទចឹងប្រសិនបើក្នុងករណីលះមានបញ្ហាបាទភ្លើងមកកាត់មុខនេះអត់មានទេណាកាច់សោទៅណាបងប្អូនបាទតោះឥឡូវយើងមកយល់ដឹងទាំងអស់គ្នាបាទសម្រាប់បងប្អូនដែលអត់ទាន់បានយល់ដឹងយើងបាទមកមើលវីដេអូទាំងអស់គ្នាបន្ទាប់ពីមើលហើយធ្វើការចែកម្លែកទៅដល់បងជាងបាទបងប្អូនជាងដែលកំពុងតែសិក្សាស្វែងយល់អានេះគេហៅរលះជើង4ឬក៏រលះបាទចែកចាយភ្លើងឬក៏គេហៅថារលះមេតួនាទីរបស់វាហ្នឹងគឺបាទផ្ដើមចេញដោយមានភ្លើងបាទ12វ៉ុលឆ្លងកាត់positionលេខ15បាទឡើងមកបាទចូលក្នុងរលះជើង4នេះគឺ direct តែម្ដងណាបងប្អូនបាទនេះណាខ្សែពណ៌បាទក្រហមឆ្នូតសតែឥឡូវយើងមើលភ្លើងតិចភ្លើងប្រហែលវ៉ុលអត់កាច់សោក៏មានភ្លើងអានេះគេហៅថាភ្លើងអចិន្ត្រៃយ៍បងប្អូនភ្លើង12វ៉ុលណាបាទបន្ទាប់មកទៀតបងប្អូនណាបាទគឺវាបាទមានភ្លើង11វ៉ុលណាភ្លើង11វ៉ុលនេះសូមបញ្ជាក់តើតែបងប្អូនធ្វើការកាច់សោបានភ្លើង11វ៉ុលនេះចូលបាទអញ្ចឹងសម្រាប់ខ្សែពណ៌សឆ្នូតខ្មៅបាទខ្សែពណ៌ឆ្នូតខ្មៅសឆ្នូតខ្មៅនេះគឺបាទជាខ្សែដែលបាទបញ្ជាម៉ាស់ចេញពីម៉ាញ៉ូតូស្របពេលដែលយើងធ្វើការកាច់សោហ្នឹងគឺម៉ាស់បានបាទបញ្ជាចេញពីម៉ាញ៉ូតូរត់មករលាជើងបាទរលាជើង4ឬក៏រលាចែកចាយភ្លើងអញ្ចឹងវាធ្វើឲ្យបាទម៉ាស់នឹងភ្លើងបាទមានការបាទជួបគ្នាហើយនៅក្នុងនេះគឺជាបាទរមុំដុំលួសបាទបន្ទាប់ពីមានម៉ាស់មានភ្លើងបាទចូលនៅក្នុងប៉ូលនេះណាបាទអញ្ចឹងវាចាប់ផ្ដើមធ្វើការតភ្ជាប់បងប្អូននេះបាទគឺវាតភ្ជាប់ពីខ្សែពណ៌បាទសក្រហមឆ្នូតសទៅខ្សែពណ៌ក្រហមឆ្នូតលឿងណាបាទតតែពីរនឹងធ្វើការណាបាទដល់ពីរនេះធ្វើការភ្ជាប់ទៅឲ្យបាទទៅឲ្យខាងណាបាទគឺទៅឲ្យ position លេខ10ដែល position លេខ10ហ្នឹងចេញពី position លេខ10ជាខ្សែពណ៌ខ្មៅឆ្នូតសូកូឡាឡើងមកកំណាត់មុខនេះបាទឡើងមកកន្លែងណាខ្លះតើយើងមើលនេះណាឃើញទេនេះមកខាងដងមួយបាទទៅក្នុងតា display បាទទៅខាងដៃទៅតាប្លូបាទទៅបាទអំពូលបាទតាក់ទងនឹងអំពូល check បាទនៅលើតាប្លូហ្នឹងណាបងប្អូនមកកំណាត់មុខហ្នឹងណាបាទនៅពេលដែលយើងបើកសោសូមបញ្ជាក់ថារលះជើង4និង position លេខ10គឺគ្រប់គ្រងភ្លើងមួយកំណាត់មុខណាបាទតែនេះដោយសារយើងធ្វើការផ្លាស់ប្ដូរសោបងប្អូនណាម៉ូតូនេះណាបាទអញ្ចឹងមានតែប៉ុណ្ណឹងសម្រាប់យកមកចែកចម្លែកទៅដល់បងប្អូនទាំងអស់គ្នាបាទអរគុណ